ចាទីនេះ Bradford ខេត្ត Ontario ប្រទេសកាណាដាជាបឋមអ្នកខ្ញុំសូមនមស្ការថ្វាយបង្គំព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាជំរាបសួរបងប្អូនរួមជាតិជាទីមេត្រីជាបឋមអ្នកខ្ញុំសូមរំលឹកគុណទៅដល់បរិជនវីរជនលោកគ្រូអ្នកគ្រូលោកអាចារ្យញាតិកាលើវិវត្តសង្សារលោកឪពុកអ៊ុនស៊ីអ្នកម្ដាយអាយានលោកបងអ៊ុនឃ្លីលោកបងអ៊ុនអេងកូនប្រុសយីសុជាតិមួយប្រុសបេរ៉ូណាល់ព្រមទាំងលោកឪពុកអ្នកម្ដាយក្មេកជាទីគោរពជាបន្តទៅនេះព្រមទាំងញាតិរបស់ខ្ញុំនិងញាតិលើវិវត្តសង្សារជាទីគោរពជាបន្តទៅនេះគឺអ្នកខ្ញុំសូមធ្វើអំណានអារម្មណ៍កថាពុទ្ធដែលសិភៅនេះគឺថាសិភៅធម៌នមស្ការព្រះរតនត្រ័យសមាទានសិលបាលីនិងប្រែដែលបោះពុំចែកជាធម្មទានដោយលោកជ័យអាយានព្រមទាំងកូនចាមចៅនៅពុទ្ធសករាជ2555គ្រិស្តសករាជ2012អ្នកខ្ញុំសូមធ្វើអំណានមេដូចតទៅអារម្មណ៍កថាព្រះពុទ្ធសាសនាបានបង្រៀនមនុស្សឲ្យជឿលើកម្មនិងផលកម្មដែលបុគ្គលជាអ្នកសាងរមែងទទួលនៅផលនោះវិញជាមិនខានអ្វីកើតឡើងព្រោះហេតុនិងផលព្រោះតែហេតុដែលបុគ្គលជាអ្នកធ្វើទើបទទួលបានផលនៅផលនោះវិញនឹងខ្ញុំមានជំនឿយ៉ាងខ្លាំងទៅលើកម្មនិងផលជាពិសេសបានឃើញយ៉ាងច្បាស់នៅគុណតម្លៃដែលមិនអាចកាត់ថ្លៃបានរបស់ព្រះសម្ពុទ្ធជាម្ចាស់ដែលព្រះអង្គទ្រង់ទេសនាបង្ហាញនៅផ្លូវត្រូវដល់មនុស្សគ្រប់វណ្ណៈព្រះពុទ្ធគឺជាតួអង្គយ៉ាងសំខាន់ក្នុងការកែប្រែនៅទង្វើរបស់មនុស្សនិងជាអ្នកបង្ហាញនៅមាគ៌ាដ៏ល្អសម្រាប់សកម្មភាពទាំងឡាយរបស់មនុស្សទ្រង់ព្រានប្រដៅឲ្យមានការជឿជាក់លើខ្លួនឯងនិងខ្លួនទីពឹងខ្លួនដោយខ្លួនជាអ្នកឲ្យសុខដល់អ្នកដទៃចាសសំទោសដោយខ្លួនជាអ្នកឲ្យសុខដល់ខ្លួនឯងនឹងខ្ញុំស្រឡាញ់គោរពលើព្រះពុទ្ធសាសនានិងចង់រក្សានៅតម្លៃព្រះពុទ្ធសាសនាឲ្យគង់វង្សអាស្រ័យហេតុដូច្នេះហើយទើបជំរុញចិត្តនាងខ្ញុំឲ្យខិតខំប្រមូលនៅធម៌នមស្ការពីសិភៅធម៌ផ្សេងមករៀបរៀងដាក់បញ្ចូលជាសិភៅធម៌នេះដើម្បីទុកជាប្រយោជន៍ដល់ព្រះពុទ្ធសាសនាម្យ៉ាងទៀតដោយមើលឃើញនៅផលវិបាករបស់ពុទ្ធបរិស័ទសម័យបច្ចុប្បន្នភាគច្រើនមិនទាន់ចេះអានភាសាបាលីទើបមិនចង់រៀនធម៌ហេតុនេះទើបនាងខ្ញុំបានផ្ដួចផ្ដើមគំនិតរៀបចំសិភៅធម៌ដោយមានសរសេរពាក្យសម្រាយខាងក្រោមដើម្បីងាយស្រួលក្នុងការអានហើយបានរៀបចំវាយកុំព្យូទ័រដោយក្មួយត្រីសុទ្ធីរហូតដល់ចប់ទើបយកទៅប្រគេនដល់ព្រះដេចគុណធម្មបាវិនសោរាំងសីគង់នៅវត្តអណាឡោមជួយពិនិត្យកែតម្រូវនៅអក្ខរាវិរុទ្ធនិងខ្លឹមសារនៃធម៌អ្នកខ្ញុំជឿជាក់ថាកំហុសឆ្គងពិតជាមានដោយអចេតនាអាស្រ័យហេតុនេះសូមព្រះករុណាគ្រប់ព្រះអង្គព្រមទាំងពុទ្ធបរិស័ទទាំងអស់មេត្តាជួយកែតម្រូវនាងខ្ញុំរីករាយទទួលដោយសោមនស្សដើម្បីជាប្រយោជន៍តម្កល់ទុកក្នុងព្រះពុទ្ធសាសនាជាទីបញ្ចប់នាងខ្ញុំសូមគោរពឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកអ្នកដ៏មានគុណមានមេត្តាបិតាព្រមទាំងញាតិកាទាំង7សន្តានសូមមកទទួលនៅបុណ្យកុសលដែលកើតឡើងពីធម្មទាននេះដោយរីករាយមួយអន្លើសូមឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធអស់លោកអ្នកប្រាជ្ញកវីបណ្ឌិតដែលបានរួមចំណែកថែរក្សាព្រះពុទ្ធសាសនាសូមអស់លោកទាំងនោះទទួលអនុមោទនានៅបុណ្យដែលកើតឡើងពីធម្មទានដែលនាងខ្ញុំខិតខំរៀបរៀងសិភៅធម៌នមស្ការនេះ
ផងចុះជាពិសេសសូមគោរពជូនពរដល់ព្រះថេរាថេរៈគ្រប់ព្រះអង្គនិងពុទ្ធបរិស័ទទាំងអស់ដែលកំពុងរស់នៅសប្តាហ៍ថ្ងៃសូមទទួលនៅសុខភាពល្អប្រាជ្ញាឆ្លៀសវៃដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យដល់គ្រប់ 5000 ព្រះវស្សាតែឡងសូមអនុមោទនាថ្ងៃសុក្រទី15កើតខែអាសាឍត្រូវនឹងថ្ងៃ15ខែកក្កដាឆ្នាំ2500ពុទ្ធសករាជ2555ត្រូវនឹងគ្រិស្តសករាជ2011ចាសូមអរគុណនិងសូមជម្រាបលា